រឿងពស់កេងកងកាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពឹសនិងពស់ឥតពឹសទេមានតែពស់កេងកងមាននិទានថាកាលពីដើមឡើយមានមនុស្សពីរនាក់ប្តីប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេតប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនចិត្តខាងគេបបួលគ្នាទៅរកអុសឯនាងនីឮគេថាបបួលគ្នាក៏ទៅជាមួយនឹងគេដែរយកនាងអេតជាកូនទៅផងដែរលីដឹងចូលព្រៃបានឃើញអុសមួយធំនាងនីយកដឹងពុះអុសលុះពុះយូរបន្តិចក៏ដឹងរង្គោះធ្លាក់ចូលទៅក្នុងរន្ធពុះនាងនីមើលទៅឃើញដឹងនឹងពុះកេងកងក៏និយាយនឹងពុះនោះឲ្យហុចដឹងឲ្យឯពុះកេងកងឆ្លើយឡើងថាបើនាងឯងឲ្យអញធ្វើប្រពន្ធអញទើបអញឲ្យដឹងបើនាងឯងមិនឲ្យអញមិនធ្វើជាប្រពន្ធអញទេនោះអញមិនឲ្យដឹងទេនាងនីឮពុះកេងកងថាដូច្នោះហេតុតែជាស្រីខូចក៏ទទួលព្រមលែងតែអ្នកឲ្យដឹងមកខ្ញុំចុះចាំល្ងាចសឹមខ្ញុំឲ្យមេអេតមកហៅពុះកេងកងឮនាងនីថាដូច្នោះក៏ឲ្យដឹងមកនាងនីផ្ដាំថាដល់ល្ងាចសឹមឲ្យមេអេតមកហៅហើយនាងនីក៏ទូលអុសទៅផ្ទះជាមួយនឹងនាងអេតទៅលុះដល់ប្រលប់នាងនីក៏ប្រើមេអេតជាកូនឲ្យទៅហៅពុះកេងកងនាងអេតទៅដល់ឈរនៅចាំមាត់រន្ធពុះហៅថាពុះកេងកងអើយនាងនីឲ្យហៅឯពុះកេងកងឮហើយលូនចេញមកនាងអេតឃើញពុះក៏ភ័យខ្លាចព្រឺស្ញើចអស់ទាំងខ្លួនប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមកក៏ខំសង្កត់ចិត្តនាំពុះទៅផ្ទះពុះនោះធំណាស់លូនទៅលើស្មៅបាក់រៀបអស់ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនីនាងនីនិយាយឆ្លើយថានាងនីនិយាយនឹងពុះកេងកងថាខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួញអង្កាំ2-3ឆ្នាំមកម្ដង2-3ឆ្នាំមកម្ដងពុះកេងកងសួរថាប្តីនាងឯងទៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់នាងនេះឆ្លើយថាមិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតនឹងមកដល់ទេពុះកេងកងនិងនាងនេះក៏ដេកលក់ជាមួយគ្នាទៅដល់ចិត្តភ្លឺទៅពុះកេងកងលានាងនីទៅរូងវិញនាងនេះផ្ដាំថាបើប្តីខ្ញុំមកខ្ញុំមិនឲ្យមេអេតទៅហៅទេអ្នកកុំមកបើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមេអេតឲ្យទៅហៅអ្នកសឹមអ្នកមកពុះកេងកងក៏ទៅឯរូងខ្លួនវិញទៅរាល់តែល្ងាចនាងនេះប្រើមេអេតឲ្យទៅហៅពុះកេងកងនាងអេតខ្លាចម្ដាយក៏ទៅហៅតាមពាក្យម្ដាយប្រើប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ត្បិតពស់នោះធំណាស់ហើយវែងផងមួយទៀតខឹងក្នុងចិត្តត្បិតម្ដាយសាហាយនឹងពស់នាងអេតទៅដល់មាត់រូងហើយហៅថាពស់កេងកងអើយនាងនេះឲ្យហៅពស់កេងកងឮក៏លូនចេញមកហើយឆ្លើយថាអេតអើយថាអញមិនទៅឪពុកអេតទៅកាត់ក្បាលអញដាច់នាងអេតឆ្លើយថាឪពុកអញទៅជួញអង្កាំ2-3ឆ្នាំមិនទាន់មកដល់ពុះកេងកងឮនាងអេតប្រាប់ដូច្នោះ
ក៏លូនចេញពីរុនមកហើយចេះតែទៅមកតែសប្ថ្ងៃនាងនេះសហាយនឹងពោះកេងកងទាល់តែផើមលុះយូរបន្តិចទៅប្តីនាងនេះមកពីជួញអង្កាំវិញឃើញនាងនេះពោះធំនឹកសង្ស័យក៏សួរនាងអេតជាកូននាងអេតប្រាប់ឪពុកថាម៉ែគាត់សហាយនឹងពោះកេងកងតែវេលាប្រលប់កាលណាឲ្យខ្ញុំទៅហៅតែសប្ថ្ងៃឪពុកឮនាងអេតប្រាប់ដូច្នោះក៏និយាយនឹងនាងអេតថាដល់ល្ងាចហងឯងទៅហៅពូនោះទៀតអញចាំកាត់វានៅមាត់ទ្វារហើយហងឯងកុំឲ្យម្ដាយហងឯងដឹងឯនាងអេតលុះដល់ប្រលប់ក៏ទៅហៅពុះកេងកងថាពុះកេងកងនាងនេះឲ្យហៅពុះកេងកងឮហើយឆ្លើយថាអេតអើយអេតថាអញមិនទៅឪពុកអេតនៅកាត់កោអញដាច់នាងអេតឆ្លើយថាឪពុកអញទៅជួយអង្កាំពី3ឆ្នាំមិនទាន់មកដល់ពោះកេងកងឮនាងអេតប្រាប់ដូច្នោះស្មានថាឪពុកនាងមិនទាន់មកដល់ពីជួញអង្កាំមែនក៏ទៅដូចសពថ្ងៃឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ពោះកេងកងលូនចូលទៅក្នុងទ្វារបន្តិចឪពុកនាងអេតកាត់កដាច់ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាតមួយកំណាត់ខាងក្បាលយកទៅដាក់លើមេឃពុត្រីឯបណ្ដោយខ្លួនឲ្យនាងអេតយកទៅពន្លះពន្លាត់ស្បែកចោលហើយផ្ដាំនាងអេតថាកុំឲ្យម្ដាយហងឯងដឹងតែត្រូវទុកសាច់ស្លឲ្យម្ដាយហងឯងស៊ីឪពុកនាងអេតក៏លាងឈាមពោះជ្រះអស់មិនឲ្យមានសល់ឯនាងនេះពុំបានដឹងថាប្តីកាប់ពោះសហាយស្លាប់ទេព្រោះពេលនោះនាងមិននៅទេទៅសួរបងប្អូននៅផ្ទះឆ្ងាយលុះព្រឹកឡើងនាងអេតយកសាច់ពោះមកស្លទុកឲ្យនាងនេះជាម្ដាយស៊ីនាងនេះឃើញសម្លខ្លាញ់រលើបទាំងចានទាំងឆ្នាំងក៏សួរនាងអេតថាបានសាច់អ្វីស្លមេអេតនាងអេតប្រាប់ថាសាច់ជ្រូកនាងនេះគិតស្មានថាសាច់ជ្រូកមែនក៏ឲ្យមេអេតដួសសម្លយកមកស៊ីបាយកាលនាងអេតដួសសម្លមកឲ្យនាងនេះជាម្ដាយស៊ីមានក្អែកមួយវាឃើញក្បាលពោះដាក់លើមេឃពុត្រីវាចង់ស៊ីសាច់ពោះវាបោលថាកូនឡូវក្លែមក្លំលេបសាច់ប្តីឯងនាងនេះកំពុងស៊ីបាយលើក្អែកបោដូច្នោះក៏មើលទៅលើមេឃពុត្រីឃើញក្បាលពុះកេងកងលើមេឃហើយនាងនេះនឹកអាណិតស្រក់ទឹកភ្នែកតែនាងពុំហ៊ានយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នាប្តីឃើញនាងនេះស្រក់ទឹកភ្នែកក៏សួរថាហេតុម្ដេចបានជាស្រក់ទឹកភ្នែកនាងនេះឆ្លើយថាស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលោងទឹកភ្នែកឯក្អែកនោះចេះតែបោលថាកុកលើក្លែមក្លំលេបសាច់ប្តីឯងក្បាលដាក់លើមេឃដើមពុត្រីកន្ទុយដាក់លើស្កាតនាងនេះមើលទៅលើស្កាតឃើញកន្ទុយពោះកេងកងលើនោះឯប្តីនាងនេះដឹងថាប្រពន្ធសហាយនឹងពោះកេងកងពិតប្រាកដហើយក៏នឹកភ្នោកក្នុងចិត្តខឹងចង់សម្លាប់នាងនេះប៉ុន្តែធ្វើមិនឲ្យនាងនេះដឹងខ្លួនទេដល់នាងនេះផើមចាស់ផ្ទៃចិត្តនឹងសម្រាលប្តីបបួលទៅកក់សក់នៅមាត់បឹងលុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថាទៅទៀតឲ្យឆ្ងាយពីស្រុកគេយើងនឹងកក់សក់លេងឲ្យសប្បាយតែ2នាក់ម្ដងនាងនេះមិនដឹងខ្លួនឯងថាប្តីសម្លាប់ស្មានថាជាប្តីនាំទៅកក់សក់មែនក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅលុះឃើញកំពង់មួយរៀបស្អាតវាលស្អាតប្តីប្រាប់ប្រពន្ធថាកំពង់នេះរៀបសប្បាយហើយឈប់កក់សក់នៅទីនោះឯនាងនេះមិនដឹងខ្លួនជាប្តីគិតសម្លាប់ក៏អង្គុយកក់សក់នៅមាត់ច្រាំងប្តីនោះក៏ហូតដាវកាប់នាងនេះពីក្រោយខ្នងមិនឲ្យដឹងខ្លួន
ដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅពេលនោះឃើញសុទ្ធតែកូនពស់លូនចេញអំពីពស់នាងនេះមកប្តីនាងក៏កាត់ពស់នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែកដីខ្លះមុជក្នុងទឹកខ្លះចូលទៅក្នុងព្រៃព្រោះហេតុនេះបានជាមានពស់ច្រើនយ៉ាងមកដល់សពថ្ងៃឥឡូវនេះការឃ្លាតឆ្ងាយណែចិត្តធ្វើឲ្យមនុស្សមានការផិតក្បត់គ្នាដោយមិនមានភាពស្មោះត្រង់ដូចរឿងពស់កេងកងនេះជាដើម